Ê trai bắt tôm nữ Này này hả tinh phải mà chán đập dục hoa pin đạp dụcអាកាសធាតុឥឡូវក្តៅអញ្ចឹងបើសិនជាយើងបានផ្អែមផ្លែឈើបែបនឹងតិចញ៉ាំមួយចានបងប្អូនគិតថាឆ្ងាញ់អន់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាំអារម្មណ៍បងប្អូនមកទស្សនានាងខ្ញុំធ្វើបង្អែមផ្លែឈើញ៉ាំផ្លែឈើរបស់យើងមានតែពីរបីមុខទេគឺមានតែសក់ស្រូវមានខ្នុរហើយនិងត្នោតបើសិនជាបានលហុងទុំមានត្រាវចំហុយហើយមានផ្លែឈើអីផ្សេងដាក់ចូលជាមួយគ្នាទៀតគឺរឹតតែឆ្ងាញ់ក៏ប៉ុន្តែយើងមានតែ3មុខហ្នឹងប្រើតែ3មុខហ្នឹងទេហើយគ្រឿងផ្សំរបស់យើងក៏មានបន្ថែមទៀតមានគ្រាប់ជីមានស្ករសទឹកដោះគោស្លឹកតើយហើយនឹងដូងទុំសម្រាប់យើងធ្វើខ្ទិះហើយស្លឹកតើយហ្នឹងគឺយើងមិនពិបាករកទេដោយសារម្ដាយនាងខ្ញុំដាំនឹងក្បូនមានស្រាំស្លឹកតើយហ្នឹងមិនដឹងថាប្រហែលឆ្នាំហើយទេច្រើនឆ្នាំហើយនៅតែដុះលូតលាស់ល្អទៀតឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើហើយផ្អែមផ្លែឈើនេះគឺអ្វីដែលយើងពិបាកខ្លាំងជាងគេគឺកោសដូងនឹងឯងវាមិនមែនពិបាកអីទេចង់និយាយថាចំណាយពេលយូរគឺយើងកោសដូងពូតយកខ្ទិះដើម្បីធ្វើខ្ទិះយើងណាបើសិនជាបងប្អូនអ្នកនៅគោកមិនចាំបាច់ពិបាកកោសអីទេគ្រាន់តែទៅផ្សារទិញសាច់ដូងគេយកមកពូតខ្លួនឯងក៏បានឬក៏យើងពូតពីកន្លែងគេស្រាប់ក៏បានដែរប៉ុន្តែនៅទលេអញ្ចឹងគឺយើងត្រូវការកោសព្រោះអត់មានគេលក់ស្រាប់ទេហើយធ្វើបង្អែមហ្នឹងគឺបានស្រីពៅជាជំនួយការម្នាក់ពីរអ្នកបងប្អូនធ្វើនឹងដូចខ្ទង់ម៉ោង12ជាងហើយបងអូននាងខ្ញុំគឺជាអ្នកចិត្តថ្នោតអញ្ចឹងទៅនាងខ្ញុំជាអ្នកកោសដូងហើយដូងទុំថ្ងៃហ្នឹងដោយសារតែវាត្រូវក្តៅពេកយកដល់ពេលយើងពុះអញ្ចឹងទៅវាអត់ស្មើគ្នាទេវាបែរជាចម្រៀកតូចពិបាកនៅក្នុងការកោសដែរតើហើយបន្ទាប់ពីស្រីពៅគេចិត្តថ្នោតហើយគេចាប់ផ្ដើមចិត្តខ្នោវិញម្ដងខ្នោហ្នឹងគឺយើងបកវាជាចំណិតតូចនិយាយទៅតាមចំណង់ចំណូលចិត្តចង់ដាក់អ្វីក៏បានដែរមួយរយៈពេលនេះអាកាសធាតុក្តៅខ្លាំងបងប្អូនអញ្ចឹងថែរក្សាសុខភាពទាំងអស់គ្នាញ៉ាំទឹកឲ្យបានច្រើនហើយកុំសូវញ៉ាំទឹកកកពេកព្រោះនាងខ្ញុំជឿថាខែក្តៅអញ្ចឹងមានបងប្អូនយើងខ្លះគឺចូលចិត្តណាស់ទឹកកកតែក្រូចឆ្មាឬក៏គ្រឿងភេសជ្ជៈកំប៉ុងអីផ្សេងព្រោះទាំងអស់នឹងឆ្ងាញ់ទាំងគេទាំងនាងខ្ញុំគឺចូលចិត្តញ៉ាំហើយជាពិសេសខែក្តៅអញ្ចឹងក៏ប៉ុន្តែយើងត្រូវទប់អារម្មណ៍ខ្លួនឯងញ៉ាំទឹកធម្មតាឲ្យបានច្រើនទៅព្រោះតែមានតែទឹកធម្មតាទេដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួនរបស់យើងបានគ្រប់គ្រាន់ណាហើយបើសិនជាបានញ៉ាំផ្លែឈើធម្មជាតិផ្លែឈើដែលមានជាតិទឹកវិញនៅពេលដែលក្តៅអញ្ចឹងគឺរឹតតែល្អចំពោះសុខភាពអូយមិនដឹងបាយអូហូស្ទឹងដល់ណាដល់ណីទេនេះនិយាយឡើងថ្នាក់ពូតខ្ទិះដូងហើយដូងនឹងបន្ទាប់ពីកោសហើយគឺយើងយកវាទៅពូតយកខ្ទិះមានខ្ទិះដើមនិងខ្ទិះចុងបន្ទាប់មកនេះខ្ញុំយកស្លឹកតើយនឹងពី3ស្លឹកយើងញីវារៀងចេញក្លិនតិចទៅគួចវាបែបហ្នឹងហើយយើងដាក់ចូលក្នុងខ្ទិះដើមខ្ទិះចុងហើយខ្ទិះចុងហ្នឹងគឺនាងខ្ញុំទុកធ្វើទឹកស្ករហើយយើងដាក់ស្ករសបរិមាណប៉ុន្មានក៏បានដែរតាមចំណង់ចំណូលចិត្តដែលយើងគិតថាផ្អែមល្មមហើយយើងយកវាទៅដាក់ដាំឲ្យពុះខ្ទិះដើមគឺយើងត្រូវការចំណាយពេលកូរវាបែបហ្នឹងកុំឲ្យវាកកដុំណាហើយទឹកស្ករនេះយើងដាក់ដាំវាមិនបាច់កូរវាក៏បានដែរហើយកុំភ្លេចថែមអំបិលចូលបន្តិចផងដើម្បីឲ្យផ្អែមមុតណាហើយត្នោតនេះគឺយើងចិតវាចំណិតតូចបែបហ្នឹងទៅត្នោតនេះបើសិនជាថ្មីឆ្ងាញ់ក៏ប៉ុន្តែនេះនាងខ្ញុំខ្លះសេឡើង2 3ថ្ងៃហើយព្រោះអីទិញពីខេត្តបាត់ដំបងមកនៅតែលេអត់មានលក់ទេនាងខ្ញុំជូនក្មួយទៅក៏ទិញយកមកប្រហែលជា50-60 គ្រាប់ញ៉ាំអស់ខ្លះហើយនៅសល់4-10 គ្រាប់នឹងឯងបានយកមកធ្វើផ្អែមមកប៉ុន្តែក៏នៅតែឆ្ងាញ់ដែរនៅពេលដែលយើងដាក់ទឹកខ្ទិះទឹកស្ករដាក់ទឹកដោះគោអីចឹងទៅគឺនៅតែញ៉ាំបានឆ្ងាញ់ហើយទឹកសក់ស្រូវនេះគឺយើងយកវាមកចិត្តសបកចេញហើយទឹកសក់ស្រូវនេះឡើងឈ្ងុយទ្រប់ហ្មងហើយនៅពេលដែលពុះហើយគ្រាប់ហ្នឹងគឺអត់ចោលទេដោយសារម្ដាយនាងខ្ញុំគាត់ថាទុកឲ្យគាត់យកទៅដាំតែសក់ស្រូវនេះបើសិនជាយើងខ្ជិលយើងមិនចាំបាច់ដាក់ទឹកខ្ទិះអីក៏បានដែរគ្រាន់តែទិញមកដល់យើងដាក់ទឹកដោះគោឬក៏ស្ករសទៅយើងយកស្លឹកព្រាដួសញ៉ាំក៏ឆ្ងាញ់ដែរហើយតែសក់ស្រូវហ្នឹងគឺនាងខ្ញុំកាត់វាដុំបែបហ្នឹងបងប្អូនកាត់មិនក៏បានដែរចិត្តមិនក៏បានទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយនេះរួចរាល់ហើយបងប្អូនហើយនិយាយពីខ្នុរហ្នឹងវិញគឺមិញនាងខ្ញុំគាត់ផ្ញើពីខាងខេត្តសៀមរាបមកនិយាយទៅរបស់ទាំងអស់ហ្នឹងគឺទិញថែមតែសក់ស្រូវនិងទឹកដោះគោទេសល់ប៉ុន្មានគឺយើងសិតតែមាននៅក្នុងផ្ទះទាំងអស់ហើយគ្រាប់ជីវិញបើបងប្អូនមិនចេះញ៉ាំយើងមិនបាច់ដាក់ទេប៉ុន្តែអ្នកផ្ទះនាងខ្ញុំចូលចិត្តណាស់គ្រាប់ជីលាយជាមួយនឹងបង្អែមបែបហ្នឹងហើយទឹកខ្ទិះទឹកស្កររបស់យើងតំណងឲ្យបងប្អូនតិចច្រឡំថានាងខ្ញុំលក់អីទៅព្រោះអីមើលទៅតំណងដែរហ្នឹងណាហើយពេលដែលយើងញ៉ាំគឺកុំភ្លេចដាក់ថែមទឹកកកផងពីដើមវីដេអូហាមបងប្អូនមិនឲ្យញ៉ាំទឹកកកទេតែខ្លួនឯងញ៉ាំទឹកកកតែមិនអីទេបងប្អូនយូរម្ដងអេចាយបិទតូបនៅហ៎ទិញផ្អែមមួយចានមកពី10យប់ខ្ញុំទិញផ្អែមមួយចានឃើញចំពេលយប់អីចឹងណា
ថាទិញគេក៏ប៉ុន្តែគេអត់លក់ឲ្យឥឡូវយើងដាក់ញ៉ាំខ្លួនឯងមកបងប្អូនហាមាត់មកនាងខ្ញុំបញ្ចុកម្នាក់មួយម៉ាត់និយាយពីថាឆ្ងាញ់ណាក្លិនឈ្ងុយខ្នុរផងតសក់ស្រូវផងខ្ទិះដូងយើងថ្មីទឹកស្ករក៏ថ្មីទៀតនិយាយពីថាជាតិហ្មងតិចដល់បេះដូងហើយនេះអតិថិជនចុងក្រោយគេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ